ជាវីដេអូប្រហែលជាវីដេអូចុងក្រោយដែលខ្ញុំនិយាយពីទេវៈតម្រង់ទេវៈតម្រង់នេះទៀតសោតគឺខ្ញុំបានធ្វើឡើងកាលពីឆ្នាំ2021ហើយខ្ញុំធ្វើមាន3ដំណាក់កាលទី1គឺធ្វើដែលមានឈ្មោះថាប្រមេស្វរៈហើយមួយចំហៀងទៀតមានចាថានមោទិយៈហើយដំណាក់កាលធ្វើលើកទី2មានឈ្មោះថាស្រីទ្រិភុវនៈទេវៈដែលជាតម្រង់ទេវៈតម្រង់ប្រភេទនេះអ្នកទាំងអស់គ្នាទេវៈតម្រង់ប្រភេទនេះខ្ញុំមិនមានតែសាយនេះតែមួយសាយទេមែនតើទៅខ្ញុំមានច្រើនសាយមែនតើតាំងពីទំហំ2ហ៊ុនកន្លះ3ហ៊ុន4ហ៊ុន5ហ៊ុន1ហ៊ុន7ហ៊ុន9ហ៊ុនមកទឹកក៏មានដែរទេវៈតម្រង់ប្រភេទនេះជាម៉ូដទី2ហើយមានទេវៈតម្រង់មួយប្រភេទទៀតជាទេវៈតម្រង់ខ្នាតតូចប្រភេទនេះតែទាំងអស់គ្នាខ្នាតតូចនេះមានទម្ងន់ 3G ជាង 4G អ្នកនរគ្នាហើយការធ្វើលំអិតគឺលំអិតខ្លាំងមែនតើអ្នកនរគ្នាខាងក្នុងគឺតួខាងក្នុងនៃបតោងគឺប្រហោងក៏ប៉ុន្តែក៏ប៉ុន្តែខ្ញុំចាក់ក្រាស់អញ្ចឹងហើយវារៀងធ្ងន់ហើយអ្នកនរគ្នាអត់មានប្រហោងឲ្យយើងឃើញទេតាំងពីគៀនតាំងពីក្នុងគឺអត់មានប្រហោងទេហើយត្បូងទៀតសោតយើងជ្រើសរើសយកត្បូងធម្មជាតិជាត្បូងចិលិនតែមែនតើទៅត្បូងពណ៌យើងអាចតម្រង់ពណ៌បានអ្នកនរគ្នាដូចជាប្រភេទនេះអញ្ចឹងប្រភេទនេះគឺមានពណ៌ដូចគ្នាហើយត្បូងដែលយើងជ្រើសរើសយកមកដាក់គឺជាត្បូងហៅថាត្បូងកៅណាំហ្វាកំពង់ធំពណ៌ស្វាយអ្នកនរគ្នានេះជាទេវៈតម្រង់ពីរប្រភេទដែលខ្ញុំបានធ្វើមែនតើទៅទេវៈតម្រង់ទាំងអស់គឺមាន6ប្រភេទ6តម្រង់ផ្សេងគ្នាប៉ុន្តែអ្វីដែលខ្ញុំបានធ្វើឡើងមកគឺមាន4តម្រង់ដែលខ្ញុំបានធ្វើគឺមាន4តម្រង់ហើយ2តម្រង់ផ្សេងទៀតគឺខ្ញុំអត់បានធ្វើទេហើយនេះជា3តម្រង់ប្រភេទ3តម្រង់ដែលខ្ញុំបានធ្វើនៅក្នុងដៃរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាអាចមើលពីភាពលម្អិតនៃក្បាច់នៅលើបតោងរបស់យើងទៅហ្មងហើយប្រភេទបតោងនេះទៀតសោតយើងអាចធ្វើជាជាបានអ្នកទាំងអស់គ្នាយើងអាចយកមកធ្វើជាជាបានហើយខ្ញុំនឹងប្រាប់ពីដំណើរដើមចូលពីការធ្វើបតោងនេះមែនទៅបតោងនេះជាដំបូងឡើយគឺយើងបានឃើញនៅក្នុងសាលាចារឹកនៅក្នុងអញ្ចាំងប្រាសាទមិនមែនជាប្រាសាទអង្គរវត្តតែមួយប្រភេទទេហើយអ្នកទាំងអស់គ្នាអាចដើររមើលបាននៅក្នុងប្រាសាទអង្គរវត្តថាតើប្រាសាទអង្គរវត្តដែលចម្លាក់មួយណាដែលមានតម្រង់តបផ្កាឈូកបែបនេះអ្នកទាំងអស់គ្នាអាចដើររកហើយរកផុសតាំងឲ្យខ្ញុំផងបតោងទេវៈតម្រង់ប្រភេទនេះមិនមែនមានតែនៅក្នុងប្រាសាទអង្គរវត្តតែមុខទេខ្ញុំបញ្ជាក់ម្ដងទៀតហើយទេវៈតម្រង់ផ្កាឈូកបែបនេះនៅតាមប្រាសាទក៏មានដែរក៏ប៉ុន្តែអ្នកទាំងអស់គ្នាដឹងហើយថាភាពលម្អិតនៃចម្លាក់ខ្មែរដែលជាគ្រឿងអលង្ការភាគច្រើនគឺមិនសូវជាមានលម្អិតក្បាច់ឲ្យយើងបានមើលឃើញច្បាស់ចេះទេដោយសារតែវាជាចម្លាក់ថ្មហើយខ្ញុំបានធ្វើវាកាលពីឆ្នាំ2021ហ្នឹងគឺរចនាម៉ូដគូសដៃជាដំបូងហើយគូសដៃហើយខ្ញុំក៏បានចាត់ជាកមួនហើយយកទៅឲ្យអ្នកដែលគូ 3D គាត់គូ 3D ឡើងតាមរូបភាពដែលខ្ញុំផ្ញើឲ្យគាត់ក៏ដូចជាកមួនដែលខ្ញុំបានចាត់ហើយអ្នកនរគ្នាអាចនឹងឃើញថានៅលើនេះមានចរិតនៅពាក្យគាថាបូជាដល់ទេពទាំង3នៃសាសនាហិណ្ឌូណាហើយដំណើរដើមចងពីការចានេះទៀតសោតគឺយើងបានឃើញនៅតាមបន្តោងដែលជាព្រះរាជទានទៅដល់ព្រះរាជគ្រូឬក៏មន្ត្រីឬក៏ស្រីស្នំដែលទាំងនោះមានចានៅប្រតិចរិតដែលគេហៅថាទីតាំងនិងការបរិច្ឆេទនៅលើបតោងហ្នឹងហើយខ្ញុំក៏បាននឹកឃើញថាបតោងដែលយើងបានធ្វើនេះយើងយកតាមគំរូបុរាណដូច្នេះហើយខ្ញុំបដូរពីការចាជាការបរិច្ឆេទមកជាការចាជាពនាមរបស់ទេពទាំង3ហើយនៅក្នុងនេះទៀតសោតជាគាថាមួយដែលបូជាទៅដល់ព្រះព្រំព្រះវិស្ណុនិងព្រះសិវៈហើយហេតុអីបានខ្ញុំដាក់ឈ្មោះបតោងមួយនេះជាបតោងទេវៈតម្រង់អ្នកនរគ្នាបតោងនេះពីមុនមកអត់មានអ្នកគេស្គាល់ថាជាបតោងនេះឈ្មោះអីទេហើយក៏អត់មានឈ្មោះជាក់លាក់ដែរបតោងនេះខ្មែរយើងជាដំបូងហៅថាបន្តោងចិញ្ចៀនអប្សរាអ្នកនរគ្នាអាចទៅរកមើលបានកាលពី5-6ឆ្នាំមុនខែខ្មែរយើងហៅប្រភេទនេះជាប្រភេទអីហើយដើមចមដែលខ្ញុំដាក់ឈ្មោះថាជាទេវៈតម្រង់គឺខ្ញុំបានឃើញបតោងតម្រង់ប្រភេទនេះបតោងមួយប្រភេទហ្នឹងគឺមិនមែនមានតែនៅលើអប្សរាទេអ្នកនរគ្នាមាននៅលើពុទ្ធរូបមាននៅលើទេវកថារាមកេរ្តិ៍ដែលហនុមានថ្វាយតម្រង់ទៅដល់ព្រះនាងសីតា
នៅមានប្រាសាទប្រទាស្រីដែលផ្ដែមួយព្រះសិវៈទ្រង់ទ្រភ្នំក៏មានចម្លាក់បតោងនៅលើហ្នឹងជាប់នឹងកដែរព្រះស្រងដែរហើយសូម្បីតែរូបបដិមានៅបារាំងបដិមាព្រះវិស្ណុនៅសារមន្ទីរគីមេក៏មានបតោងនៅលើនេះនៅលើកដែរហើយអ្នកទាំងអស់គ្នាអាចទៅរកមើលបាននៅក្នុងសារមន្ទីរជាតិភ្នំពេញយើងដែលរូបព្រះស្តន់ឈរសំពះបណ្ដំជាមួយនឹងព្រះសិវៈដែលជាបិតាហ្នឹងអ្នកទាំងអស់គ្នាអាចទៅមើលបានជាទឹកតាំងគឺនៅលើស្រងគឺមានបតោងនឹងអត់ទៅ3នេះហើយដែលជាដើមចោមដែលខ្ញុំហៅថាទេវៈតម្រង់ហើយទេវៈតម្រង់នេះទៅសោតមិនមែនតែត្រឹមជាមន្ត្រីកម្មការស្នំអីទេសូម្បីតែជាអ្នកវិទ្យាធរឬក៏មិនជាពេទ្យដែលគេផ្ញើទៅជាអារោគយសាលាហ្នឹងគឺនៅខាងក្នុងនៃតួបតោងទាំងអស់ហ្នឹងគឺមានថ្នាំអ្នកស្រាវជ្រាវគាត់រកឃើញថានៅខាងក្នុងហ្នឹងគឺមានប្រភេទជ័រឈើជាមួយនឹងកំទេចថ្នាំឈើដែលមានកប់ចូលនៅខាងក្នុងហ្នឹងអញ្ចឹងហើយបតោងប្រភេទនេះពិសេសមែនតើអ្នកនរគ្នាវាមិនមែនជាគ្រឿងអលង្ការដែលត្រឹមតែលម្អខ្លួនប្រាណរបស់មុខទេអ្នកនរគ្នាត្រូវដឹងដោយសារតែការស្រាវជ្រាវរបស់យើងនិងការកំណាយរបស់យើងគឺបានឃើញប្រភេទថ្នាំនៅខាងក្នុងតួបតោងហ្នឹងអញ្ចឹងហើយនេះហើយជាដើមចោមដែលខ្ញុំដាក់ឈ្មោះបតោងនេះថាជាបតោងទេវៈតម្រង់អ្នកនរគ្នាបតោងនេះខ្ញុំបានឆ្លងកាត់ការហៅឈ្មោះដល់ទៅ3លើកតម្រង់តែខ្ញុំសម្រាប់ចិត្តប្រើឈ្មោះទេវៈតម្រង់បច្ចុប្បន្ននេះកាលពីមុនខ្ញុំហៅវាថាជាបន្តោងព្រះតម្រង់បន្ទាប់មកទៀតខ្ញុំហៅបតោងនេះថាជាបន្តោងអប្សរាដោយសារតែខ្ញុំឃើញតែនៅលើអប្សរាចម្លាក់អប្សរាទៅមុខអញ្ចឹងហើយខ្ញុំហៅថាបន្តោងអប្សរាតែក្រោយពីខ្ញុំបានឃើញថានៅលើចម្លាក់ទេវៈផ្សេងព្រះពុទ្ធរូបនិងប្រជារាស្ត្រខ្មែរមួយចំនួនអ្នកទាំងអស់គ្នាអាចទៅរលំអិតបាននៅក្នុងប្រាសាទបាយ័នក៏បានដែរតែខ្ញុំអត់ប្រាប់ថានៅជ្រុងណាទេអ្នកទាំងអស់គ្នាអាចទៅរកខ្លួនឯងបានដោយសារតែផុសតាងដែលខ្ញុំបាននេះគឺខ្ញុំបានចុះទៅថតផ្ទាល់ស្រាវជ្រាវផ្ទាល់ហើយការស្រាវជ្រាវទៀតសោតខ្ញុំបានធ្វើវាតាំងពីឆ្នាំ2016រហូតមកដល់ឆ្នាំ2021ទើបខ្ញុំសម្រាប់ថានឹងធ្វើបតោងនេះឲ្យលេចឡើងជាលើកដំបូងហើយខ្ញុំអត់ចោទថាណាគេចម្លងរបស់ខ្ញុំគឺខ្ញុំអត់ចោទទេដោយសារតែប្រភេទបតោងនេះវាមាននៅលើចម្លាក់ខ្មែរហើយប្រជាជនខ្មែរទាំងអស់មានសិទ្ធិនៅក្នុងការទទួលមរតកចម្លាក់បេតិកភណ្ឌជាតិរបស់ខ្មែរយើងក៏ប៉ុន្តែហេតុអីខ្ញុំឆ្ងល់ថាហេតុអីតម្រង់មកកណោអត់ធ្វើមិនក៏មកធ្វើតម្រង់ដូចខ្ញុំចេញទៅបបការឈូកសួរថាបានទឹកតាំងមកពីណាខ្ញុំចង់ផ្ដោតសំខាន់លើមកចំណុចហ្នឹងអ្នកទាំងអស់គ្នាសូម្បីតែបតោងតម្រង់ជ្រុងចេះអ្នកទាំងអស់គ្នាឃើញអត់មានអីដែលដូចបេះបិទជាមួយនឹងអញ្ចឹងប្រាសាទអង្គរវត្តទេនៅតាមចម្លាក់ទេដោយសារអីដោយសារតែយើងកែតម្រូវរៀងរើវាមិនឲ្យដូចខ្លាំងពេកហើយកុំឲ្យខុសខ្លាំងពេកទៅតាមតម្រង់ដើមដែរអ្នកទាំងអស់គ្នាមើលពីលម្អិតតាំងពីតួសយៅបតោងតាំងអំពីក្បាច់ខាងក្រៅផ្ទៃខាងក្នុងត្បូងអ្នកទាំងអស់គ្នាបានជាវពីខ្ញុំទៅគឺពិតជាមហាសំណាងហេតុអីបានខ្ញុំថាមហាសំណាងដោយសារតែមុននឹងខ្ញុំសាងបតោងនេះឡើងខ្ញុំបានទៅធ្វើពិធីបួងសួងសុំសែនបាលីកានៅតាមប្រាសាទដែលខ្ញុំបានទៅដូចជាប្រាសាទប្រខ័ណ្ឌប្រាសាទនាគពន្ធប្រាសាទអង្គរវត្តផ្ទាល់ប្រាសាទបាយ័នទៀតគឺខ្ញុំបានបួងសួងអធិដ្ឋាននិងបោះបតោងនេះចូលទៅក្នុងតួប្រាសាទអ្នកនរគ្នាប្រាសាទអង្គរវត្តនៅខាងក្នុងប្រាសាទអង្គរវត្តតួកដាលគេអស់រួតកដាលហ្នឹងគឺខ្ញុំបានទម្លាក់បតោងនេះចូលទៅមួយគ្រាប់នៅប្រាសាទបាយ័ននៅក្នុងតងព្រេងខ្ញុំទម្លាក់ទៅមួយគ្រាប់ក្នុងប្រាសាទអង្គរវត្តខ្ញុំទម្លាក់ទៅមួយគ្រាប់នៅក្នុងអណោតស្រះនៃប្រាសាទនាគពន្ធខ្ញុំទម្លាក់ចូលទៅមួយគ្រាប់ដោយអធិដ្ឋានថារាល់អ្នកដែលបានជាវនិងគ្រប់គ្រងបតោងប្រភេទនេះសូមឲ្យបារមីវត្ថុស័ក្តិសិទ្ធិនៅទូទាំងសកលលោកវិញ្ញាណក្ខន្ធរបស់បុព្វបុរសបារមីរបស់បុព្វបុរសសូមជួយតាមថែរក្សានៅអ្នកដែលបានគ្រប់គ្រងលើបតោងនេះអ្នកទាំងអស់គ្នានៅប្រាសាទព្រះខ័នខ្ញុំបានធ្វើពិធីប្រសិទ្ធិដោយសូត្រវេទនិងប្រាសាទអង្គរវត្តខ្ញុំបានសូត្រវេទដើម្បីប្រសិទ្ធិទៅលើបតោងប្រភេទនេះដែរអ្នកទាំងអស់គ្នាដែលស្គាល់ខ្ញុំនៅខាង Facebook ឃើញខ្ញុំសូត្រគាថាសំស្ក្រឹតបូជាទេពទាំងអស់ហ្នឹងគឺខ្ញុំបូជាដើម្បីសិទ្ធិនៅលើបតោងប្រភេទបតោងដែលខ្ញុំបានសាងរបស់ហ្នឹងហើយនៅលើរឿងមួយចំណុចផ្សេងទៀតនៅខាងក្នុងហ្នឹងខ្ញុំសូមអត់និយាយដោយសារតែខ្ញុំក៏បាននិយាយពាក្យដាក់ប្រាសាដែលអ្នកដែលបំភ្លៃការពិតអំពីបតោងប្រភេទហ្នឹងដែរហើយអ្នកទាំងអស់គ្នាត្រូវដឹងថាក្បួនធ្វើវត្ថុមង្គលរបស់ខ្មែរយើងគឺមានក្បួនច្បាប់ច្បាស់លាស់ណាស់តាំងពីពេលីកាតាំងពីគ្រឿងរណ្ដាប់តាំងពីវិជាអ្នកទាំងអស់គ្នាអាចយកនេះទៅខ្ញុំចាត់ទុកថាអ្នកទាំងអស់គ្នាមហាសំណាងដោយសារតែអ្នកទាំងអស់គ្នាអាចយកម៉ូដនេះទៅធ្វើនៅ
ជាងណាក៏បានដែរប៉ុន្តែភាពពិសេសនៃបតោនេះដែលខ្ញុំបានសាងដែលខ្ញុំបានដាក់ចិត្តអត្តដ្ឋាននិងបួងសួងអ្នកទាំងអស់គ្នាអត់អាចរកបាននៅកន្លែងណាផ្សេងទៀតទេហើយអ្នកទាំងអស់គ្នាដែលបានជាវបតោពីខ្ញុំទៅដែលជាប្រភេទស្ពាន់គឺរត់តែពិសេសដោយសារតែខ្ញុំបានចាជាកថាយន់យកទៅរំលាយជាតួបតោដែលធ្វើឡើងពីស្ពាន់ហើយច្រើនមែនទែនហើយខ្ញុំបានយកបតោទាំងអស់ហ្នឹងយកទៅអត្តដ្ឋាននិងប្រសិទ្ធិនៅតាមប្រាសាទបណ្ដាប្រាសាទដែលមានបារមីទាំងអស់ហ្នឹងគឺខ្ញុំបានសាងវាដោយលំអិតលំអន់យ៉ាងខ្លាំងមែនទែនបងអ្នកទាំងអស់គ្នាសម្រាប់សម្រាំងតំបន់តបានឲ្យអ្នកទាំងអស់គ្នាជាវហើយជាចុងក្រោយខ្ញុំសូមប្រាំផ្ញើអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាអាចជាវទុកចិត្តលើជាងណាក៏បានដែរប៉ុន្តែភាពពិសេសនៃបតោងគឺអ្នកទាំងអស់គ្នាអត់អាចរកបាននៅតាមបណ្ដាជាងផ្សេងបានទេអ្នកទាំងអស់គ្នាបតោងរបស់ខ្ញុំគឺមានអត្តលក្ខណ៍សំខាន់បំផុតគឺជាថាបូជាទេពដែលនេះអសរបលវៈនេះអសរសិលាចារឹកតាមលំនាំដើមទាំងអស់អរគុណ